កំពុងដើរតាមផ្លូវនៅប្រទេសបារាំងស្រាប់តែមានជនមិនស្គាល់មុខមកនិយាយរកតើត្រូវធ្វើដូចម្តេច5ចំណុចដែលអ្នកគួរដឹងមុនពេលមកលេងប្រទេសបារាំងចំណុចទី1បើមិនចាំបាច់កុំដូរលុយអឺរ៉ូមកច្រើនពេកដាក់លុយតាមខ្លួនច្រើនពិបាកវិញទេនៅបារាំងគេបង់លុយតាមកាតសឹងតែគ្រប់កន្លែងហើយកាតឥណទានពីស្រុកខ្មែរយើងក៏ប្រើនៅនេះបានដែរដើរឆោតបានមកស្រឡាញ់អត់មានកាត់សេវាអីទាំងអស់ចំណុចទី2រៀងរាល់ថ្ងៃអាទិត្យដំបូងនៃដើមខែអ្នកទាំងអស់គ្នាអាចចូលទស្សនាសារមន្ទីរនិងវាំងបានគឺ Castle នឹងឯងដោយឥតគិតថ្លៃពេលអ្នកទាំងអស់គ្នាមកលេងបារាំងអ្នកទាំងអស់គ្នាអត់គួររំលងសារមន្ទីរនិងវាំងរបស់គេទេគឺឲ្យ10លើ10ហ្មងដូចបរទេសទៅលេងស្រុកខ្មែរហើយអត់ទៅលេងកោវត្តមិនបាននៅនេះក៏ដូចគ្នាចូលមើលវត្ថុបុរាណដូចយើងទៅឆ្លងសម័យកាលនៅអឺរ៉ុបចឹងណាហើយប៉ះចំថ្ងៃអាទិត្យដើមខែគេអត់យកលុយទៀតចាំកាលបញ្ចូលចំណុចទី3បើអាចសូមយកដូចតមួយនេះមកតាមផងព្រីភ្លើងនៅនេះខុសពីស្រុកខ្មែរយើងអញ្ចឹងគ្រឿងអេឡិចត្រូនិកឆ្នាំងសាកទូរស័ព្ទម៉ាស៊ីនគៀបសក់ដែលអ្នកយកមកពីស្រុកខ្មែរដោតចូលព្រីភ្លើងនៅនេះអត់ចូលទេដូច្នេះហើយគួររកទិញរបស់មួយនេះដាក់មកតាមខ្លួនឲ្យហើយមកណាត្រៀមទុកមុនគឺជាការល្អចំណុចទី4នៅថ្ងៃអាទិត្យថ្ងៃអាទិត្យទៀតភាគច្រើនហាងគេបិទពេលមកដល់បារាំងហើយចេញដើរថ្ងៃអាទិត្យអីអ្នកទាំងអស់គ្នានឹងជួបភាពស្ងាត់ជ្រងំប៉ុន្តែធ្វើកំភៃមើលនៅតាមតំបន់ទេសចរធំៗល្បីៗគេនៅតែបើកដដែលទេចំណុចទី5ពេលអ្នកដើរតាមផ្លូវហើយមានជនមិនស្គាល់មុខមកសុំលុយឬក៏និយាយជាមួយអ្នកទាំងអស់គ្នាកុំស្លន់ស្លោឲ្យសោះសូមធ្វើធម្មតាឬក៏និយាយ Bonjour ទៅពួកគេវិញមួយម៉ាត់ទៅគឺបានហើយ Bisous